ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះណាមនីពិសិដ្ឋដែលជាសមាជិកនៃក្រុមទី4ដែលមានសមាជិកចំនួន7នាក់មានដូចជាសៀនសវណ្ណរតថាងរដ្ឋាខ្វាងសៀវមេងវាសនាសុកលៀបលៀបសីហានិងស្រៀងជីងលៀងហើយនៅក្នុងវីដេអូនេះពួកយើងនឹងនាំអ្នកទាំងអស់គ្នាឲ្យបានស្គាល់នៅមេរៀនមួយដែលសំខាន់សម្រាប់អ្នកចាប់ផ្ដើមរៀនកូដដំបូងហើយនឹងអ្នកចង់ចូលវិស័យបច្ចេកវិទ្យាហើយនៅក្នុងមេរៀននេះនិយាយអំពី Python មានសំណួរជាច្រើនដែលគេតែងតែសួរតើ Python គឺជាអ្វីហេតុអ្វីបានគេជ្រើសរើសភាសា Python ហើយអត្ថប្រយោជន៍របស់ Python មានអ្វីខ្លះសូមអ្នកទាំងអស់គ្នាតាមដានវីដេអូនេះឲ្យដល់ចុងចប់និងមានការបង្ហាញ basic code ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំតើអ្វីគឺជា Python គឺជាភាសាប្រូក្រាមមួយដែលបង្កើតឡើងនៅក្នុងឆ្នាំ1991ដោយលោក G. Rowan Rotem ដើម្បីជំនួយក្នុងការសរសេរកូដឲ្យកាន់តែប្រសើរឡើងនិងងាយស្រួលជាងមុនមូលហេតុដែលមនុស្សជាច្រើនជ្រើសរើស Python ព្រោះ Python មាន syntax សាមញ្ញដូចជាភាសាមនុស្សហើយងាយស្រួលក្នុងការយល់បានយ៉ាងឆាប់រហ័សPython គឺជាភាសាកូដមួយដែលត្រូវបានប្រើប្រាស់ដោយសមាគមធំៗនិងអ្នកជំនាញខាងភាសាកូដដោយជួយទៅក្នុងការសរសេរកូដបានយ៉ាងងាយស្រួលនិងមានក្រុមហ៊ុនធំៗជាច្រើនដូចជា Google, Meta, Netflix, NASA, YouTube ជាដើម Python ព្រមទាំងជា library និង framework ជួយទៅដល់ក្នុងការអភិវឌ្ឍក្រុមហ៊ុនយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពអ្នកដែលចាប់ផ្ដើមសិក្សាអាចចាប់បានលឿនយ៉ាងឆាប់រហ័សអ្នកជំនាញអាចយកទៅបង្កើតប្រព័ន្ធធំៗអត្ថប្រយោជន៍សំខាន់ៗរបស់ Python ងាយអានងាយសរសេរ syntax ស្អាតមិនមានភាពស្មុគស្មាញចំណាយពេលរៀនតិចនិងងាយរៀនជាងភាសាផ្សេងៗកំណត់ការងារបានច្រើន Python អាចប្រើប្រាស់គ្រប់វិស័យ anime AI web data និងផ្សេងៗច្រើនទៀតមាន productivity ខ្ពស់ក្នុងការជួយសន្សំពេលវេលាដោយសារ library ខ្លាំងជាច្រើនអាចរត់លើ Windows macOS Linux ដែលមិនមានបញ្ហា community និងសៀវភៅក៏មានច្រើនអាចស្វែងរកចម្លើយឬដោះស្រាយបញ្ហាបានលឿនព្រោះមានអ្នកប្រើ Python ជុំវិញពិភពលោកអូខេ so នេះគឺជាការបង្ហាញពីរបៀប download Python ដំបូងចូល Google ហើយយើង search ពាក្យថា Pythonបន្ទាប់ពីយើង search ហើយវាចេញបែបនេះអញ្ចឹងយើងយកពាក្យថា download the latest version មកយើង download វាមកអានេះដោយសារខ្ញុំ download នឹង install ហើយខ្ញុំអត់ត្រូវ download ម្ដងទៀតទេអញ្ចឹងអ្នកគ្នាបើសិនជាអត់ទាន់មាន install វាមកយើងមានវាអូខេដើម្បី verify ថាយើងប្រកាសជាមាន Python មែនយើងត្រូវចូលកន្លែង search នេះមកហើយ search ពាក្យថា command prompt ហើយយើង click លើវាមកវានឹងចេញផ្ទាំងបែបនេះបើយើងឃើញផ្ទាំងបែបនេះហើយយើងគ្រាន់តែសរសេរពាក្យថា Python ដក2ដង version នេះនៅពេលដែលវាចេញបែបនេះមានន័យថាយើងមាន Python ហើយ Python យើង version 3.14.0 អូខេយើងមាន Python ហើយយើងត្រូវរកកម្មវិធីសរសេរកូដអញ្ចឹងយើងសរសេរលើ VS Code អញ្ចឹងដើម្បីបាន VS Code យើងត្រូវ download វានៅក្នុង Google Chrome យើងចូល Google Chrome មកហើយយើង search ពាក្យថា Visual Studio Codeអូខេនេះបន្ទាប់ពីយើង search ហើយវាឃើញបែបនេះយើងយកពាក្យថា download មកអានេះខ្ញុំប្រើ Windows ខ្ញុំយក Windows ចូលមកហើយ download ថានេះសារខ្ញុំមានដែរខ្ញុំអត់បាច់ download ឬមួយក៏ install អីទៀតទេអ្នកគ្នាបើអត់ទាន់មាន install វាមកអូខេបន្ទាប់ពីយើង download បានហើយយើងចូលក្នុងកម្មវិធីហ្នឹងមកហើយដើម្បីសរសេរកូដនៅលើកម្មវិធីហ្នឹងបានយើងត្រូវបង្កើត folder មួយយើងចូលកន្លែង file មកយកពាក្យថា new folder ហើយយើងចុចបូក new លើនេះមួយមករកពាក្យ file Python អញ្ចឹងយើង
click លើវាមកមានន័យថាយើងបានបង្កើត folder មួយហើយយើងទាញ folder មួយហ្នឹងដាក់កម្មវិធីហ្នឹងមកយើងអាចសរសេរកូដបានហើយឥឡូវខ្ញុំឧទាហរណ៍សរសេរពីបេកូដដល់អ្នកគ្នាមើលយើងសរសេរពីថា print មកដើម្បីបញ្ចូលសេ1 2 3មកហើយដើម្បី run កូដហ្នឹងបានយើងយក play ប៊ូតុងណានេះបន្ទាប់ពីយើង run ហើយ result វានៅក្នុងក្រុមនេះកើតឡើងដោយក្រុមទី4ពួកយើងដើម្បីយល់ដឹងពី Python ដែលជាភាសាកូដឲ្យស្គាល់កាន់តែច្បាស់និងយល់ដឹងបន្ថែមក្នុងការប្រើប្រាស់ផ្សេងៗមូលហេតុដែលពួកយើងលើកមកនេះព្រោះ Python ជាភាសាកូដមួយដែលងាយស្រួលរៀនខ្លីជាងភាសាកូដផ្សេងៗដើម្បីឲ្យងាយស្រួលប្រើប្រាស់ក្នុងវិស័យ programming ហើយពួកយើងចង់ប្រាប់អ្នកទាំងអស់គ្នាថា Python ជាជម្រើសល្អបំផុតក្នុងការរៀនក្នុងជំនាញ IT